វីដេអូថ្ងៃនេះគឺនាំបងប្អូនមកមើលផ្កាម៉ោង10ដែលខ្ញុំដាំនៅក្បែរលបងផ្ទះម្ដងណាបងប្អូននេះហើយចំពោះផ្កាម៉ោង10នេះគឺងាយស្រួលដាំណាបងប្អូនគឺវាអត់ពិបាកដាំអីទេបងប្អូនគ្រាន់តែកាច់មែកវាដោតដាំហ្នឹងក៏វាដុះដែរបងប្អូនហើយចំពោះបងប្អូនដែលគាត់ចូលចិត្តដាំផ្កាម៉ោង10ខ្ញុំគិតថានៅពេលដែលគាត់ឃើញវីដេអូនេះហើយពិតជាគាត់ចូលចិត្តហ្មងនេះព្រោះដោយសារតស្អាតណាបងប្អូននេះចំពោះផ្កាហ្នឹងណាវាស្អាតហើយវាងាយស្រួលដាំទៀតបងប្អូនហើយចំពោះផ្កាហ្នឹងគឺបើសិនជាយើងចង់ឲ្យវាបែកមែកបែកគុំស្អាតអីចឹងណាបងប្អូនអាសាកាត់វាបងប្អូនពេលដែលវាចាញ់ផ្កាចឹងបើបងប្អូនចង់ឲ្យវាបែកគុំអីចឹងទៅបងប្អូនកាត់វាចឹងទៅកាត់ក្តិចផ្កាវាហ្នឹងអាកំពុំហ្នឹងគឺយើងកាត់វាចោលចឹងទៅដល់ពេលសារក្រោយមកគឺវាលាស់បងប្អូនគឺវាបែកមែកលាស់អញ្ចឹងហ្មងបងប្អូនមើលឃើញវាលាស់មកវាណែនណាចង់និយាយថាគុំវាណែនអញ្ចឹងណាហើយបើយើងចង់ឲ្យវាគុំវាណែនជាងហ្នឹងទេយើងកាត់វាអញ្ចឹងទៅកាត់វាចោលអញ្ចឹងទៅដល់ពេលទៅមែកវាបែកមែកហើយវាបែកមែកបែកគុំទៀតអញ្ចឹងណាបងប្អូនហើយស្អាតណាបងប្អូនហើយចំពោះផ្កាហ្នឹងគឺវាងាយស្រួលដាំនិយាយទៅវាងាយស្រួលដាំហើយគឺវាស្អាតទៀតអញ្ចឹងណាហើយនេះចំពោះខ្ញុំគឺខ្ញុំដាំដាក់កាត់ដបទឹកសុទ្ធដាក់ដាំហ៎បងប្អូនដោយសារតដាំនៅដីក្រោមវាអត់មានកន្លែងដាំអញ្ចឹងណាដោយសារដីខ្ញុំតិចដីវាទូចអញ្ចឹងណាបងប្អូនហើយដល់ពេលអញ្ចឹងគឺខ្ញុំកាត់ដបដាក់ព្យួរដាំនៅលើអញ្ចាំងអញ្ចឹងទៅណាបងប្អូនបើសិនជាបងប្អូនដែលគាត់មានដីធំអីចឹងគាត់អាចដាំនៅខាងក្រោមអញ្ចឹងណាដាំលើដីគឺវាស្អាតហ្មងណាបងប្អូនគឺវាស្អាតជាងដែលយើងដាំដាក់ថូអញ្ចឹងទៀតណាបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តដាំផ្កាម៉ោង10អីបងប្អូនគួរតែទិញវាយកមកដាំអីចឹងណាបងប្អូនយកមកដាំនៅផ្ទះយើងចឹងទៅវាស្អាតចឹងណាបងប្អូនយើងបើសិនជាយល់ល្អបងប្អូនមានដីធំអីបងប្អូនដាំវានៅក្រោមទៅរបៀបដូចយើងធ្វើសួនណាបងប្អូនយើងដាំទៅស្អាតណាផ្កាហ្នឹងហើយវាពេលដែលយើងដាំវាទៅវាអត់សូវមានស្មៅទេរបៀបដូចថាយើងដាំវាពេញដីទៅគឺស្មៅវាអត់ដុះចឹងណាហើយវាស្អាតទៀតចឹងណាបងប្អូនហើយជាចុងក្រោយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំហើយកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំមួយផងបងប្អូនអរគុណច្រើនជម្រាបលាបងប្អូន